នៅព្រឹកព្រលឹមថ្ងៃអាទិត្យទី14មិថុនាកងកម្លាំងដូអង់គ្លេសរួមជាមួយនឹងកម្លាំងពិសេសរបស់ទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្មនិងកងទ័ពជើងអាកាសអង់គ្លេសបានបើកប្រតិបត្តិការ6ម៉ោងដើម្បីចូលទៅគ្រប់គ្រងកាន់កាប់កប៉ាល់ដឹកប្រេងរុស្ស៊ីដែលបើកឆ្លងកាត់ច្រកសមុទ្ររវាងអង់គ្លេសហើយនិងបារាំងបើតាមវេបសាយអង់គ្លេសខាងតាមដានចរាចរណ៍ផ្លូវសមុទ្រកប៉ាល់ដឹកប្រេងឈ្មោះ Smiths មានដងទង់ជាតិប្រទេសកាមេរូនមានប្រភពចាក់ចេញមកពីកំពង់ផែស្តុកប្រេងរបស់រុស្ស៊ីនៅសាំងពេតេស្ប៊ើរកាលពីថ្ងៃទី5មិថុនារុស្ស៊ីបានបដូរឈ្មោះបន្ទាប់ពីកប៉ាល់ចាស់ឈ្មោះថា Myktos ជាប់នៅក្នុងបញ្ជីទណ្ឌកម្មអន្តរជាតិកាលពីពាក់កណ្ដាលឆ្នាំ2025រុស្ស៊ីបើកប្រតិបត្តិការដឹកប្រេងដោយលួចលាក់តាមរយៈការបង្កើតកប៉ាល់ខ្មោចដើម្បីគេចវេះចេញពីសំណាញ់ទណ្ឌកម្មរបស់លោកខាងលិចក្រសួងការពារជាតិអង់គ្លេសវិតម្លៃថាកប៉ាល់ខ្មោចរបស់រុស្ស៊ីដែលមានចំនួនប្រមាណ700កប៉ាល់បានជួយដឹកបញ្ចេញប្រេងរបស់រុស្ស៊ីប្រមាណ 75% ដែលជាប់ទណ្ឌកម្មអន្តរជាតិចំពោះនាយករដ្ឋមន្ត្រីអង់គ្លេសប្រតិបត្តិការជាលើកទី1របស់កងទ័ពជើងទឹកអង់គ្លេសដើម្បីចូលទៅស្ទាក់ឃាត់ចាប់កប៉ាល់ខ្មោចរបស់រុស្ស៊ីគឺជាសារមួយទៅកាន់មេដឹកនាំរុស្ស៊ីលោកពូទីនថារុស្ស៊ីមិនអាចប្រើកប៉ាល់ខ្មោចដើម្បីលួចដឹកប្រេងគេចវេះពីទណ្ឌកម្មបានឡើយអង់គ្លេសរួមគ្នាជាមួយនឹងសហភាពអឺរ៉ុបដើម្បីចាប់ឃាត់កប៉ាល់គឺធ្វើយ៉ាងណាបិទទប់កុំឲ្យរុស្ស៊ីអាចលក់ប្រេងយកលុយទៅចិញ្ចឹមម៉ាស៊ីនធ្វើសង្គ្រាមនៅអ៊ុយក្រែននៅមុនអង់គ្លេសទៅទៀតប្រទេសនៅអឺរ៉ុបមួយចំនួនដូចជាបារាំងជាដើមបានបើកប្រតិបត្តិការយោធាចុះស្ទាក់ចាប់កប៉ាល់ខ្មោចដែលលួចដឹកប្រេងរុស្ស៊ីហើយឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេឬក៏សមុទ្របាល់ទិកអឺរ៉ុបហើយនិងអង់គ្លេសបង្កើនយុទ្ធនាការចុះចាប់កប៉ាល់ខ្មោចរុស្ស៊ីគឺនៅបន្ទាប់ពីអាមេរិកបានសម្រេចបន្ធូរទណ្ឌកម្មអនុញ្ញាតឲ្យរុស្ស៊ីនេះអាចដឹកប្រេងលក់បានខ្លះគឺដើម្បីទប់ទល់តម្លៃប្រេងឡើងថ្លៃនៅទីផ្សារអន្តរជាតិក៏ព្រោះតែសង្គ្រាមរវាងអាមេរិកហើយនិងអ៊ីរ៉ង់ដែលជាដើមចមនៃការបិទច្រកសមុទ្រអុកមូស